ឡៃញ៉ាំត្រឹមជាក្មេងរៀមមិនចប់តាទី9គ្រួសារញ៉ាំបែកបាក់ជាពាក់បំណោជុំវិញខ្លួនខ្ញុំខំងើបមកតតាំងប្រចាំនឹងព្រៀងវាសនាហើយពេលក៏ព្រមលិខិតមិនក៏ចាគ្មាននេត្រាទូយ៉ាងណាខ្ញុំនៅតែខំផ្លូវពិបាកខ្ញុំនៅដំរងសរសៃប្រឹងរកគោដៅស្ដាប់ទូមានគេដើរមកជ្រៅចាស់ឆ្អន់នឹងពីមើងងាឈឺដូចគេត្រូវវត្តមកផ្ដៅពេលលើគេឌីថាក្មេងលងងផ្លូវទ្រុននំបៅក្រយ៉ាវជាកូនអ្នកក្រខំធ្វើការត្រប់ព្រោះមិនចង់ក្រយ៉ាវក្រចិត្តនៅតែស្មោះសរយ៉ាងណាក៏នៅបន្តនៅមុខខ្ញុំគេហៅបងមិនឃើញតែនៅក្រៅក្រោមគេហៅខ្ញុំថាជាវាអត់ខ្ញុំបំបីថានរកសូត្រធម៌ខ្ញុំមិនអាចទៅរួចនោះទេធ្វើជាមនុស្សកំលុកលន់ខ្លាំងពេកស្រមោចមួយក្បាលមិនដឹងពីកំណើតរបស់ខ្ញុំទេធ្វើជាអ្នកលេងមួយថ្ងៃគឺជាអ្នកលេងអស់មួយជីវិតទីបំផុតខ្ញុំដឹងហើយហេតុអីខ្ញុំបរាជ័យពេញមួយជីវិតខ្ញុំមិនទាំងស្គាល់ខ្លួនឯងអញ្ចឹងហើយទៅជីវិតខ្ញុំវាសនាកំណត់ឲ្យរស់នៅជាមួយកំហុសរស់នៅជាមួយនឹងភាពសោកស្ដាយ